មានបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំមុខម្ហូបមួយមុខនេះអាហ្នឹងមិនមែនបុកល្ហុងទេណាបងប្អូនឃើញតែសាយចឹងឯណាក៏ពិតញោមសារាយតាញ៉ាំបាយជួបជុំគ្រួសារបានមុខម្ហូបមួយមុខនេះលៀងធ្លាក់មកថ្មីសាច់ចេះទៀននិយាយពីថាឆ្ងាញ់អើយឆ្ងាញ់ជំរាបសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Do It Now មានមុខម្ហូបមួយមុខចង់បង្ហាញទៅបងប្អូនទាំងអស់គ្នាគឺញោមសារាយតោះកុំឲ្យខាតពេលវេលាយូរយើងទៅធ្វើមុខម្ហូបនេះទាំងអស់គ្នាចំពោះបន្លែគឺខ្ញុំមានការ៉ុតមានស្ពៃក្តោបសមានត្រសក់ហើយនិងជីបងប្អូនអាចថែមថយបន្លែផ្សេងទៀតតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានតួឯកសំខាន់របស់យើងគឺសារាយចំពោះសាច់ខ្ញុំអត់មានអីច្រើនទេគឺខ្ញុំមានតែស្បែកជ្រូកសាច់មាន់និងកពឹសយើងតាមប្រមាណមុខហ្នឹងទេបងប្អូនអើយនិយាយពីថាឆ្ងាញ់ឥឡូវយើងដល់វគ្គលាយទឹកត្រីម្ដងចំពោះទឹកត្រីគឺខ្ញុំមានខ្ទឹមសនិងម្ទេសកិនដាក់ម្សៅស៊ុបប៊ីចេងស្ករសទឹកត្រីចំបាច់ក្រូចឆ្មាចូលមកបងប្អូនបន្ទាប់មកយើងកូរគ្រឿងចូលគ្នាសព្វបងប្អូនអាចថែមថយគ្រឿងតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចំពោះញោមសារាយនេះយើងធ្វើទឹកត្រីហ្នឹងគឺទឹកត្រីកោះកងបែបងាយស្រួលសាមញ្ញទេតែនិយាយពីថារសជាតិវិញគឺអត់សាមញ្ញទេគឺឆ្ងាញ់មែនតើឥឡូវយើងដល់វគ្គញោមសារាយម្ដងដាក់ត្រសក់ចូលស្ពៃក្តោបសការ៉ុតជីសារាយបន្ទាប់មកដាក់សាច់មាន់ស្បែកជ្រូកនិងកពឹសចូលកុំភ្លេចខ្ទឹមក្រហមខ្ទឹមសដែលយើងហាន់ស្ដាងដាក់ចូលផងបន្ទាប់មកដាក់ទឹកត្រីរបស់យើងចូលដាក់ 3-4 ស្ព្រាចូលមកបងប្អូនញ៉ាំចេះបានរសជាតិដិតទេបានឆ្ងាញ់ហើយចូលជាតិល្អបន្ទាប់មកអត់មានអីទេបងប្អូនដៃយើងនឹងច្បល់សារាយនិងគ្រឿងរបស់យើងចូលគ្នាសព្វច្បល់វាមកសន្ទុះឲ្យវាចូលជាតិល្អញោមសារាយរបស់យើងបានហើយរួចរាល់កុំភ្លេចហូរស្ដែកដីពីលើផងបរិយាកាសត្រជាក់អញ្ចេះញ៉ាំបាយជុំគ្នាពេលល្ងាចឡើងជាមួយបងប្អូនមិត្តភ័ក្តិរំលឹកអនុស្សាវរីយ៍ល្អជាមួយគ្នាបានមកម្ហូបមួយមុខហ្នឹងរំលឹកអនុស្សាវរីយ៍ឬក៏និយាយរឿងក្នុងចិត្តបានប៉ុន្មានម៉ោងដែរបងប្អូនមើលហើយកុំភ្លេចធ្វើញ៉ាំឥឡូវណាអរគុណ